ដើរចេញវិមានរដ្ឋាភិបាលនាយករដ្ឋមន្ត្រីថៃព្រមទទួលស្គាល់ការសម្រេចចិត្តរបស់តុលាការមុនចាក់ចេញពីវិមានរដ្ឋាភិបាលនៃរុស្ស៊ីថ្ងៃអង្គារនេះក្រោយតុលាការព្យួរតំណែងនាយករដ្ឋមន្ត្រីលោកស្រីផែថងថានប្រកាសថាលោកស្រីព្រមទទួលស្គាល់ការសម្រេចចិត្តរបស់តុលាការលោកស្រីថ្លែងសារចុងក្រោយថាចាប់ពីពេលនេះតទៅខ្ញុំនឹងឈប់បំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីហើយខ្ញុំមានពេល15ថ្ងៃដើម្បីបញ្ជូនការបំភ្លឺរបស់ខ្ញុំទៅតុលាការវិញខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញពីចេតនាពិតរបស់ខ្ញុំដែលคลิปសម្លេងលេចធ្លាយនោះមិនឆ្លោះបញ្ចាំងពីអ្វីក្រៅពីការលះបង់អស់ពីចិត្តរបស់ខ្ញុំចំពោះជាតិឡើយគោលបំណងរបស់ខ្ញុំតែងតែការពារអធិបតេយ្យភាពរបស់យើងនិងការពារអាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងនិងទាហានគ្រប់រូបដែលបម្រើប្រទេសរបស់យើងសូមជម្រាបថានៅថ្ងៃអង្គារទី1កក្កដា2025តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីផែថងថានស៊ីណាវ៉ាត់ជាបណ្ដោះអាសន្នសិនក្នុងពេលរងចាំការសម្រេចជាផ្លូវការដែលត្រូវការពេលវេលាយូរជាច្រើនសប្តាហ៍ឬរាប់ខែនេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញតុលាការធម្មនុញ្ញបានកាត់សេចក្តីក្នុងសំឡេងគាំទ្រ7ទល់នឹង2ក្នុងការផ្អាកតំណែងលោកស្រីផែថងថានហើយក៏បានឯកភាពក្នុងការពិចារណាលើការចោទប្រកាន់ទម្លាក់តំណែងលោកស្រីផងដែរ